សួស្តីបងប្អូនទាំងគ្នានេះគឺជាមេរៀនទី5របស់យើងណាដែលគឺយើងមករៀនថ្ងៃនេះគឺអំពី leverage បងប្អូនប្រហែលជាធ្លាប់ឮ leverage គឺជាអ្វីហ្នឹងហើយ leverage គឺជាមេគុណដែលបំពងសាច់ប្រាក់ដែល broker មួយចំនួនដែលគេដាក់ឲ្យយើងដើម្បីយើងធ្វើការ trade ដោយចំណាយដើមទុនតិចហ្នឹងហើយឥឡូវខ្ញុំឧទាហរណ៍ឲ្យបងប្អូនយល់ឧទាហរណ៍ថាអឺតម្លៃមាសបច្ចុប្បន្នមួយតម្លឹងឧទាហរណ៍ថាមួយតម្លឹង$6000មួយតម្លឹង$6000អញ្ចឹងបើសិនជាបងប្អូនទិញមាសនៅខាងក្រៅគឺបងប្អូនត្រូវចំណាយលុយសុទ្ធ$6000ដើម្បីទិញមាសបានមួយតម្លឹងប៉ុន្តែបើសិនជាបងប្អូនយកមកទិញនៅក្នុងការ trade ដែលគេហៅថាទិញតាមប្រព័ន្ធធនាគារដែលបងប្អូនរើស broker ណាដែលមាន leverage ច្រើនអាហ្នឹងបងប្អូនចំណាយដើមទុនតិចទេឧទាហរណ៍ថាអឺបងប្អូនរើស broker ដែលគេឲ្យ leverage បងប្អូន1/100ហ្នឹងហើយ1/100បងប្អូនមាន leverage 1/100អញ្ចឹងនៅពេលដែលបងប្អូនចង់ទិញមាសមួយតម្លឹងបងប្អូនត្រូវចំណាយទុនគេកាត់បងប្អូនកាត់ margin ដែលគេហៅថាកាត់ដើមទុនបងប្អូនតែ$10ទេអញ្ចឹងបងប្អូនមានតែ$10ក៏បងប្អូនអាចទិញមាសបានមួយតម្លឹងបានដែរអានេះគឺគេហៅថាមេគុណបំពងសាច់ប្រាក់គេហៅថាគេឲ្យ leverage គុណបងប្អូនយកទៅ$10គុណឲ្យ100ឃើញចំនួនទឹកលុយប្រមាណហ្នឹងហើយអាហ្នឹងគេហៅមេគុណហើយវាមាន broker ខ្លះគេឲ្យយើង1/200រហូត1/500មាន broker ខ្លះរហូតដល់1/2000 1/3000តាម broker ដែលគេដាក់ឲ្យប៉ុន្តែចំពោះការ recommend របស់ខ្ញុំបងប្អូនរើសយកតែleverage 1/100ទៅ1/200បានហើយក៏វាស្រួល trade ដែរយើងក៏ប្រើដើមទុនតិចដូចទឹកនេះទេហ្នឹងហើយបើសិនជាបងប្អូនរើសleverage ដែលគេដាក់មកច្រើនទៅក៏វាមានហានិភ័យច្រើនហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនចង់បានក្រុមហ៊ុននៅស្រុកខ្មែរក៏បានក្រៅស្រុកក៏បានដែលមាន leverage គួរសមដែលងាយស្រួល trade បងប្អូនអាចឆាតអ្នកនងក្នុង page មកខ្ញុំនឹងប្រាប់ហើយចង់បើក account trade ក៏បានដែរយើងប្រើដើមទុនតិច leverage វាមានន័យប៉ុណ្ណឹងបងប្អូនគឺអឺការគុណលុយបំពងសាច់ប្រាក់ដើម្បីឲ្យបងប្អូនចូលផ្សារទៅវាកាត់លុយរបស់យើងតិចហ្នឹងហើយបងប្អូនសាកគិតមើលបើសិនជាបងប្អូនទៅទិញមាសនៅខាងក្រៅប៉ុន្តែគ្រាន់តែយើងទិញនៅខាងក្រៅយើងបានជាមាសសុទ្ធតែបើយើងទិញតាមប្រព័ន្ធធនាគារយើងអត់បានជាមាសទេប៉ុន្តែយើងប្រើដើមទុនតិចអញ្ចឹងមួយណាវាស្រួលជាងបើសិនជាបងប្អូនចង់ទិញគ្រឿងអលង្ការពាក់វាមិនអីណាតែបើយើងត្រូវការ trade យកផលចំណេញយើងត្រូវរៀនយើងរើសយក broker ណាដែលមាន leverage សមរម្យមក1/100ឬមួយក៏1/200អីមកអញ្ចឹងនៅពេលដែលបងប្អូនចូលទិញមាសមួយតម្លឹងវាកាត់ដើមទុនបងប្អូនតែ$10ទេអញ្ចឹងបើសិនជា leverage 1/200បងប្អូនចូលទិញមាសមួយតម្លឹងវាកាត់តែ$5ទេដូចគ្នាបើសិនជា leverage កាន់តែធំវាកាត់ margin អស់កាន់តែតិចអញ្ចឹងបងប្អូនងាយស្រួល trade leverage គឺមានតែប៉ុណ្្នឹងបងប្អូនអាចខាលវីដេអូនេះមើលសាថ្មីបានជាចុងក្រោយបើសិនជាបងប្អូនចង់បាន broker ក្នុងស្រុកក៏បានក្រៅស្រុកក៏បានដែរបងប្អូនអាចឆាតតំណែងមកខ្ញុំមកខ្ញុំនឹង recommend leverage ដែលងាយស្រួល trade យើងយក leverage ធំក៏ហានិភ័យដែរបងប្អូនបើសិនជាយើងយក leverage ធំវាកាត់ margin យើងតិចយើងចូល lot size ធំក៏យើងខាតច្រើនដូចគ្នាអញ្ចឹងយើងគួរតែរើស leverage ណាមួយដែលសមរម្យសម្រាប់ធ្វើការ trade ហ្នឹងហើយអរគុណច្រើនវីដេអូក្រោយយើងនឹងជួបគ្នានៅមេរៀនថ្មីជាបន្តទៀតអរគុណ